កន្លែងនេះគឺកន្លែងអានសភៅមួយល្អដែរសម្រាប់បងប្អូនសន្តិសិស្សដែលឆ្លៀតពេលទំនេរដែលមកញ៉ាំកាហ្វេឬមួយក៏តែអីបាទកន្លែងនេះស្អាតហើយមានសភៅច្រើនដែរណាកាលមុនថតធ្វើវីដេអូម្ដងហើយនៅ YouTube ចឹងទីតាំងស្រួលទេនៅក្រុងកំពង់ចាមនៅក្បែរសង្កាត់វាវងចឹងកាហ្វេហ្នឹងនៅចិត្តនឹងសង្កាត់វាវងតែម្ដងស្អាតបាទនោះស្បែកសភៅបាទសភៅបងប្អូនសិស្សនិស្សិតដែលគាត់ទៅនេមកគាត់ទៅសាលាអញ្ចឹងក៏មកញ៉ាំអាហារពេលព្រឹកដែលមានជាភេសជ្ជៈកាហ្វេមានតែមានទឹកដោះគោហើយអាចយកជាទីកន្លែងស្ដាប់ភ្លេងតន្ត្រីកំដរអារម្មណ៍បានល្អប្រសើរខ្ញុំពេលតនេមុនទៅធ្វើការចាប់ដើមរកស៊ីជំនួយអញ្ចឹងជាទម្លាប់ខ្ញុំបានផឹកកាហ្វេឬមួយក៏ទឹកដោះគោ fresh meal ឬមួយក៏ hot coffee ទេបាទគឺអារម្មណ៍អត់សូវរីករាយទេក្នុងការបើកទំព័រថ្មីថ្ងៃថ្មីអញ្ចឹងជាឱកាសល្អសម្រាប់អ្នកដែលចូលចិត្តស្ដាប់ភ្លេងតន្ត្រីទីតាំងមានផាសុខភាពអនាម័យល្អហើយមានតែការអានសភៅបន្ថែមបាទជាពេលវេលាមួយល្អសម្រាប់យើងអានសភៅដើម្បីបង្កើនចំណេះហើយអារម្មណ៍ស្រស់ស្រាយទៀតឡើងគេសារដែរគេមានទឹកពុះវាទឹកចំហុយបាទនេះវាផ្សែងចំហុយម៉ោងមកហ្នឹងតើមានសិស្សនិស្សិតមកហើយជាម៉ោង 8 9 ហ្នឹងនិស្សិតទៅបកកច្រើនណាស់ខ្ញុំតែងតែថតវីដេអូកន្លែងល្អសម្រាប់បងប្អូនដែលមានពេលទំនេរយកចូលយកពេលវេលាមកអានសភៅហើយរំលឹកមេរៀននៅផ្ទះរបស់ខ្លួនបាននៅទីកន្លែងណាក៏បានដែរគ្រប់ទីកន្លែងអានសភៅបានទាំងអស់បើថាយើងអានផ្ទះស្មុគស្មាញស្អប់ស្អាប់យើងអាចមករកកន្លែងណាដែលស្ងប់ស្ងាត់ល្អហើយមានភ្លេងតន្ត្រីកំដរអញ្ចឹងយើងអានសភៅរំលឹកមេរៀនក៏ជាវិធីសាស្ត្រយុទ្ធសាស្ត្រសម្រាប់បងប្អូនឆាប់ចេះឆាប់ចាំបាទហើយក៏ជាការបង្កើតទំនាក់ទំនងក្នុងសង្គមបាទកុំនៅតែឯកាតែឯងណា lonely នៅផ្ទះចឹងអាចមានមិត្តភ័ក្តិល្អណាដែលយើងសេពគូបសេពបណ្ឌិតយើងចេះបាទសេពអ្នកចេះយើងចេះតាមគេណាចឹងបងប្អូនទៅមានគុណធម៌សិលធម៌ជីវធម៌និងប្រកាន់ខ្ជាប់ខ្ជួនជាពិសេសវិន័យក្នុងខ្លួនវិន័យដើម្បីដាក់សម្ពាធខ្លួនឯងក្នុងការអានសភៅអានចំណេះដឹងទូទៅជំនាញដែលបងប្អូនរៀននៅសាលាមហាវិទ្យាល័យហើយពង្រឹងភាសាបរទេសទាំងភាសាអង់គ្លេសភាសាចិនឬមួយកូរ៉េជប៉ុនដែលបងប្អូនយល់ថាវាមានសារៈសំខាន់សម្រាប់កំណត់ទស្សនវិស័យទៅអនាគតកំណត់អាជីពឬមួយការងារបើចំពោះខ្ញុំវិញខ្ញុំចង់ឲ្យបងប្អូនចាប់អារម្មណ៍ពង្រឹងសមត្ថភាពភាសាអង់គ្លេសព្រោះភាសាអង់គ្លេសជាភាសាអន្តរជាតិសម្រាប់ប្រើប្រាស់ទំនាក់ទំនងទូទាំងពិភពលោកក៏ដូចជាការងារនៅក្នុងប្រទេសក៏ដូចក្រៅប្រទេសដំណើរទេសចរការស្រាវជ្រាវតាមប្រព័ន្ធបច្ចេកវិទ្យា Digital Education អញ្ចឹងជាឱកាសមួយដែលបងប្អូនត្រូវតែគិតអ្វីជាប្រយោជន៍មានតែចំណេះវិជ្ជាតាមរយៈការអានតាមរយៈការយល់ដឹងពីសង្គមដែលបងប្អូនសិស្សនិស្សិតជួបជាប្រចាំនឹងកត់ត្រាជាមេរៀនហើយយើងក្រេបជញ្ជក់ថាអ្វីដែលល្អជាប្រយោជន៍សម្រាប់យើងដើម្បីកែច្នៃដើម្បីអភិវឌ្ឍខ្លួនយើងឲ្យល្អប្រសើរដើម្បីចូលរួមជួយសង្គមជួយគ្រួសារពួកបងប្អូនសិស្សនិស្សិតត្រូវចាំថាឪពុកម្ដាយយើងបានបញ្ជូនយើងមកខេត្តមករៀនឆ្ងាយពីផ្ទះគោលបំណងរបស់គាត់ចង់ឲ្យកូនមានអនាគតល្អមានការងារធ្វើដើម្បីតបស្នងសងគុណឪពុកម្ដាយរកលុយឲ្យគាត់បានមួយចំណែកខ្លះហើយបងប្អូនសិស្សនិស្សិតទាំងបងប្អូននារីអូនសុភាពបរោះក៏ត្រូវមានគ្រួសាររៀងខ្លួនក្រោយពីបញ្ចប់ការសិក្សាអញ្ចឹងសូមឲ្យបញ្ចប់ការសិក្សាឲ្យបានត្រឹមកម្រិតមហាវិទ្យាល័យទៅចាំមានដៃគូស្នេហាសូមកុំឲ្យមានពាក់ព័ន្ធស្នេហាអំឡុងពេលរៀនដែលធ្វើឲ្យប៉ះពាល់ទៅដល់ការសិក្សាឬមួយក៏
ការកំណត់មុខរបរឬមួយក៏ទស្សនវិស័យតែអនាគតរបស់បងប្អូនចឹងគោលបំណងរបស់ខ្ញុំនេះចង់បង្ហាញថាកន្លែងល្អសម្រាប់បងប្អូនមានច្រើនកន្លែងបាទបងប្អូនអត់ចង់មកកន្លែងនេះទេចង់ទៅកន្លែងសួនសាធារណៈដែលជាកន្លែងមួយស្រស់ស្រាយហើយខ្យល់អាកាសបរិសុទ្ធល្អដែលកន្លងមកមានលោកពុកវុនលេបាននាំសភៅយកទៅដាក់ទីតាំងសម្រាប់បង្ហាញសាធារណជនឲ្យបដិផ្នត់កំណត់អានអញ្ចឹងបងប្អូនអាចមានសភៅយកតាមខ្លួនអាននៅទីសាធារណៈក៏បាននៅផ្ទះក៏បានដែរអញ្ចឹងត្រូវប្រូរទម្លាប់បដូរកំណត់ទាំងអស់គ្នាអានសភៅឲ្យបានច្រើនកើនចំណេះហើយខ្ញុំសង្ឃឹមថារាល់វីដេអូដែលខ្ញុំធ្វើពាក់ព័ន្ធទៅនឹងការចែកម្លែកសប្បុរសខាងការអប់រំសប្បុរសខាងការចូលរួមជួយសង្គមតម្រង់ទិសចែកអំណោយក្មេងៗក៏ដូចជាការចែកម្លែកការបង្រៀនភាសាអង់គ្លេសនេះគឺគោលដៅគឺចង់ចូលរួមចំណែកជាពលរដ្ឋល្អមួយជួយសង្គមក្នុងវ័យពេលដែលចាស់ទៅគឺគ្មានអ្វីអាចជួយបានទេក្រៅពីអ្វីដែលខ្លួនធ្លាប់ឆ្លងកាត់បបិសោតរៀនសូត្រធ្វើការហ្នឹងគឺជួយដល់បងប្អូនណាដែលបងប្អូនគិតថាល្អអនុវត្តតាមរៀនតាមបាទនេះក៏អរគុណដល់បងប្អូនព្រោះយើងគ្មានអ្វីនៅក្បែរបងប្អូនរហូតទេចឹងអ្វីដែលនៅក្បែរបងប្អូនរហូតគឺចំណេះវិជ្ជាទ្រព្យសម្បត្តិគឺចំណេះនឹងហើយតែជាទ្រព្យមួយដែលមិនអាចមានគេលួចបានទេបាទចឹងបងប្អូនទៅដល់ណាគឺស្ពាយទ្រព្យសម្បត្តិនឹងហើយពុកម្ដាយក៏ផ្ដល់ទ្រព្យសម្បត្តិដ៏ធំមហាសាលឲ្យបងប្អូនដែរគឺចំណេះវិជ្ជានឹងហើយដែលជាស្ពានចម្លងបងប្អូនទៅរកនៅភាពល្អប្រសើរថ្លៃថ្លានៅជីវិតអញ្ចឹងបងប្អូនដែលមានជីវភាពតក្រឬមួយក្រខ្សត់បងប្អូនកុំអន់ចិត្តអីឲ្យសោះសំខាន់มันប្រកាសថាអ្នកដែលកើតមកកូនអ្នកមាននឹងមានជីវិតល្អប្រសើរមានការងារល្អឬមួយមានការដឹកនាំអនាគតជីវិតគ្រួសារល្អទេបើយើងទាំងអស់គ្នាមិនមានវិន័យមានសិលធម៌សុជីវធម៌គុណធម៌ក្នុងខ្លួនហើយការបណ្ដុះនៃក្របពូជចំណេះវិជ្ជាការអានសៀវភៅការស្ដាប់គ្រូវិន័យគ្រប់ខ្លួនឯងបាទនេះជាអ្វីដែលល្អប្រសើរសម្រាប់សង្គមចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាសិស្សានុសិស្សទាំងអស់គ្នានឹងជាក្មេងល្អខ្លាយទៅជាពលរដ្ឋល្អនៅក្នុងសង្គមចូលរួមអភិវឌ្ឍប្រទេសជាតិយើងតាមរយៈការបណ្ដុះផ្នត់គំនិតអានបណ្ដុះចំណេះវិជ្ជាឲ្យមានទាំងចំណេះមានទាំងជំនាញមានទាំងសិលធម៌ក្នុងខ្លួនសូមអរគុណ